សិក្សាអំពីរូបមន្ត IRR Investment Internal Rate of Return IRR គឺជារូបមន្តគណនារកអត្រាភាគរយនៃការចំណេញពីការវិនិយោគបាទ syntax បាទ IRR បើកវងកញ្ចក់ value guess IRR Investment Internal Rate of Return បាទ value តម្លៃទិន្នន័យបាទ guess ការទស្សន៍ទាយទុកមុនតោះអញ្ចឹងយើងមើលការគណនាជាក់ស្ដែងបាទអញ្ចឹងខ្ញុំបន្ថែម sheet មួយទៀតគឺយើង rename មកដាក់ពាក្យថា IRR អញ្ចឹងគឺយើងចូលនៅលើ hell នេះបាទបន្តមកទៀតគឺយើងវា IRR រួចយើងคลิกលើ IRR function បាទអញ្ចឹងយើងមើលទិន្នន័យរបស់យើងនេះមកបាទមានន័យថាតម្លៃទុនក្នុងចំនួនហ្នឹងយើងដាក់ចូលគឺ$70000បាទ net income ក្នុងឆ្នាំទី1គឺបាន12000បាទ net income នៅក្នុងឆ្នាំទី2គឺបាន15000បាទនិង net income នៅក្នុងឆ្នាំទី3បាន18000និង net income នៅក្នុងឆ្នាំទី4បាន21000បាទនិងបាទ net income នៅឆ្នាំទី5គឺយើងបាន26000បាទអញ្ចឹងមានន័យថាដើមទុនរបស់យើងគឺចំនួនបាទ70000ហើយយើងចំណេញសុទ្ធរៀងរាល់ឆ្នាំបាទ5ឆ្នាំអញ្ចឹងមកតោះអញ្ចឹងយើងចាប់ផ្ដើមគណនារូបមន្តនឹងជាក់ស្ដែងគឺយើង copy ទិន្នន័យហ្នឹងមកតោះអញ្ចឹងយើងធ្វើការគណនាអញ្ចឹងយើងមើលឧទាហរណ៍ថាយើងគណនាត្រឹមតែឆ្នាំទី4សិនបាទអញ្ចឹងទី1គឺយើងវាស្មើបាទ IRR បាទបើកវងកញ្ចក់គឺយើង select លើទិន្នន័យដើមយើងមកដល់ត្រឹមឆ្នាំទី4ហ្នឹងតែម្ដងរួច enter អញ្ចឹងយើងមើលក្នុងនេះគឺយើងបាទដក0គឺ 2% បើយើងចង់បានលេខទស្សភាគគឺយើងបន្ថែម0មកបាទអញ្ចឹងយើងមើលក្នុងរយៈពេល4ឆ្នាំគឺដើមទុនយើងចំនួនប៉ុណ្នេះយើងធ្វើការរកស៊ីរយៈពេល4ឆ្នាំគឺយើងនៅខាតបាទ 2.1% បាទអញ្ចឹងយើងសាររកស៊ីដល់5ឆ្នាំអញ្ចឹងដូចគ្នាដែរគឺយើងស្មើបាទ IRR បើវងកញ្ចក់គឺយើង select លើទិន្នន័យទាំងអស់ហ្នឹងតែម្ដងរួច enter បាទអញ្ចឹងគឺយើងចំណេញបាទបើយើងចុចចេះវា 9% ចុចចេះ 8.7 បាទអញ្ចឹងមានន័យថាដើមទុនយើង70000យើងចំណេញមួយឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4ឆ្នាំទី5អញ្ចឹងយើងរកស៊ី5ឆ្នាំហ្នឹងយើងចំណេញបាន8.7% នៃដើមទុនរបស់យើងតែបើយើងរកស៊ីទៅបាន4ឆ្នាំទេអញ្ចឹងមានន័យថាយើងបាទខាត 2.1% នៃដើមទុនតោះអញ្ចឹងដើម្បីផ្ទៀងផ្ទាត់ចម្លើយគឺយើងចុចលើ hell របស់យើងមកបាទអញ្ចឹងនេះគឺយើងមើលមកនេះករណីដែលយើងរកត្រឹមបាទឆ្នាំទី4នេះគឺយើងបាទខាត 2.1% អញ្ចឹងបើយើងបន្តរកស៊ីដល់រយៈពេលឆ្នាំទី5អញ្ចឹងមានន័យថាយើងចំណេញ 8.7% បាទអញ្ចឹងត្រឹមត្រូវហើយគឺយើងសិនលើរូបមន្តយើងមកយើងអាច copy នេះ